គោរពជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះគឺខ្ញុំមកតពីវីដេអូមុនដែលខ្ញុំបង្រៀនអំពីការបង្កើត Gmail ឥឡូវនេះគឺយើងមកតាក់ទងនឹងការ add Gmail ឬក៏ verify Gmail ជាមួយនឹង Gmail ឬក៏លេខទូរស័ព្ទហេតុអីបានជាយើងចាំបាច់ត្រូវធ្វើបែបហ្នឹងគឺដោយសារតែបើសិនជាបងប្អូនមាន Gmail រួចហើយអញ្ចឹងណាឧទាហរណ៍ថាឥឡូវបងប្អូនមាន Gmail មួយនេះហើយជឿមាន password ហើយប៉ុន្តែក្នុងករណីមួយទៀតឧទាហរណ៍ថាបងប្អូនភ្លេច password ឬក៏ Gmail របស់បងមានបញ្ហាមួយអញ្ចឹងគឺយើងត្រូវមាន Gmail មួយទៀតដើម្បី add បញ្ចូលគ្នាពេលកាលណា add បញ្ចូលគ្នាពេលណាបងប្អូនខូចដូចជាភ្លេច password អីគឺយើងអាច forget នៅ password ឬក៏ reset នៃ Gmail ហ្នឹងដើម្បីឲ្យវាផ្ញើកូដទៅកាន់ Gmail មួយទៀតដែលជា Gmail ដែលអត់មានបញ្ហាជាយើងអាចទទួលកូដបានគឺយើងអាចផ្លាស់ប្ដូរនៃ Gmail បានហើយណាមួយគឺយើង verify វាដើម្បីឲ្យ Gmail របស់យើងហ្នឹងគឺត្រឹមត្រូវទៅតាម standard របស់ខាងក្រុមហ៊ុន Gmail អញ្ចឹងណាហើយមួយទៀតគឺការពារការ hack អីចឹងទៅបើសិនជា Gmail របស់យើងទី1ហ្នឹងគឺវាមានបញ្ហាគឺយើងនៅសល់ Gmail មួយទៀតដើម្បីសង្គ្រោះវាតែម្ដងអញ្ចឹងណាឥឡូវយើងក៏មកខាត់ពេលយូរគឺយើងទៅទស្សនាពីការធ្វើទាំងអស់គ្នាអូខេឥឡូវខ្ញុំមាន Gmail នេះមួយអញ្ចឹងខ្ញុំបើកជ្រោមមួយអូខេយើងចូលមកកាន់ជ្រោម browser របស់យើងហើយបន្តមកយើងចូលទៅកាន់ពាក្យថា Gmail មកអូខេអញ្ចឹងគឺវីដេអូមុនគឺយើងចុចពាក្យថា create an account ដើម្បីបង្កើតនៅ Gmail របស់យើងអូខេអញ្ចឹងបន្តមកទៀតគឺយើងបង្កើតបាន Gmail ហើយគឺយើងចុចពាក្យថា sign in វិញម្ដងដើម្បីចូលទៅកាន់ Gmail ដែលយើងបានបង្កើតអញ្ចឹងណាអូខេឥឡូវខ្ញុំ copy Gmail របស់ខ្ញុំមួយសិនយើង copy វាមកជឿថ្ងៃនេះ internet ring slow បន្តិចខ្ញុំក៏តែមានបញ្ហាដែរតែវា ring slow មែនតើអូខេអញ្ចឹងវានឹងចុចមកដល់កន្លែង sign in តមកទៀតគឺបងប្អូនអាចចុចមកឆ្វេងហើយចុចពាក្យថា pass មកអូខេបន្តមកទៀតគឺបងប្អូនអាចចុចពាក្យថា next អូខេបន្តមកទៀតគឺយើងអាចវាយនៅ password ដែលយើងបានបង្កើតពេលមុនហ្នឹងយើងចុចពាក្យថា next បន្តទៀតមកអូខេអញ្ចឹងយើងចូលមកដល់ហើយកន្លែងនេះគឺយើងចុចពាក្យថា connect មកអត់អីទេអូខេទៅអញ្ចឹងយើងចូលមកកាន់ Gmail យើងរួចរាល់ហើយអញ្ចឹងណាអញ្ចឹងជំហានបន្ទាប់គឺយើងចូលទៅមើលគឺយើងអាចចុចកន្លែងនេះមកកន្លែងអក្សរ L មូលនេះអូខេតមកទៀតគឺយើងចុចពាក្យថា manage your Google account អូខេអញ្ចឹងយើងចុចទៅលើពាក្យហ្នឹងមកអូខេយើងនឹងចូលមកដល់ផ្ទាំងបែបនេះអញ្ចឹងបងបើសិនជា Gmail របស់បងអត់ទាន់បានបង្កើតadd ជាមួយនឹងលេខទូរស័ព្ទទេគឺយើងអាចចុចកន្លែងនេះដើម្បី add recovering phone អញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំអត់ទាន់បាន add ទេខ្ញុំទុកវាសិនអូខេអញ្ចឹងយើងកន្លែងមកមើលកន្លែងតាក់ទងនឹង personal info ហ្នឹងហើយយើងចូលទៅកន្លែង personal info ហើយតមកទៀតយើងកន្លែងមកមើលតាក់ទងនឹង email របស់យើងអញ្ចឹងបើសិនជាវា load មកបែបនេះគឺមានន័យថាខ្ញុំបាន recover email ដែលឈ្មោះនេះរួចរាល់ហើយចាំបន្តិចខ្ញុំទៅរកអា Gmail នេះដែលវាអត់ទាន់បាន add ដើម្បីងាយស្រួលក្នុងការបង្ហាញបងអញ្ចឹងណាអញ្ចឹងសូមរងចាំបន្តិចខ្ញុំទៅរកជ្រុំផ្សេងខ្ញុំបើកជ្រុំថ្មីមួយទៀតមកតមកទៀតខ្ញុំចូលទៅកាន់ Gmail ដូចដើមតមកទៀតចុចពាក្យថា sign in ខ្ញុំក៏ច្បាស់ដែរសារ Gmail មានច្រើនចឹងដល់ពេលអញ្ចឹងខ្ញុំអត់ដឹងថាជាមួយ Gmail មួយនេះដែល verify ហើយអញ្ចឹងណាអញ្ចឹងមានតែរងចាំជាស្រ័យហ៎អូខេអញ្ចឹងកន្លែងនេះយើងវាយ Gmail ដូចតែមុនទេ passwordអូខេកន្លែងនេះគឺវាឲ្យយើង
add ជាមួយនឹងលេខទូរស័ព្ទបើថាមានលេខទូរស័ព្ទគឺយើង add ជាមួយលេខទូរស័ព្ទនេះគឺគេដាក់ថា add recover ជាមួយនឹង email អូខេអញ្ចឹងកន្លែងនេះយើងទៅយក email ដែលជា email ដើមដែលយើងចង់ add បញ្ចូលអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចូលទៅកាន់ email មួយនេះអូខេអញ្ចឹងខ្ញុំ copy មកទៅទៀតខ្ញុំដាក់វាចូលទៅអូខេចុចវាថា save កន្លែងនេះបើយើងចង់ដាក់ home address ក៏បានបើសិនជាអត់ទាន់ចង់ដាក់ទេយើងអាចចុចពាក្យថា skip បានអូខេអញ្ចឹងយើងចូលមកកាន់របស់យើងរួចរាល់ហើយណាយើងចូលមកកាន់រួចរាល់ហើយអញ្ចឹងយើងទៅ check មើលសិនតើ Gmail របស់យើងបាន add ជាមួយនឹងGmail មួយទៀតហើយនៅអញ្ចឹងយើងចូលមកនេះយក account Google ម្ដងទៀតអញ្ចឹងយើងចូលទៅកាន់ personal info ដូចគ្នាអូខេអញ្ចឹងយើងចូលមកកាន់ email គឺ email មួយនេះគឺយើងបានភ្ជាប់ជាមួយនឹង Gmail មួយនេះប៉ុន្តែវាត្រូវការ verify មកតង់ទៀតអូខេយើងចុចទៅលើវាមកតែបើសិនជាវាអត់ load អានេះទេគឺមានន័យថាយើងភ្ជាប់វាបានជោគជ័យហើយអញ្ចឹងណាអញ្ចឹងយើងចុច verify recovery email មកណាហើយបន្តមកទៀតវានឹងផ្សាយកូដទៅកាន់ Gmail ដែលយើងបាន add ដំបូងអញ្ចឹងណាអញ្ចឹងយើងចូលទៅកាន់ Gmail អាដើមរបស់យើងដែលយើងចង់ add ទៅនេះគឺវាផ្សាយលេខកូដមកហើយអញ្ចឹងយើងចុចយកលេខកូដហ្នឹងមកអូខេតមកទៀតគឺយើងយកលេខកូដហ្នឹងមកផាសដើម្បី verify វាអូខេអញ្ចឹងពេលដែលយើង verify រួចហើយវានឹងលែងចុចនឹងលែងចេញប៊ូតុងលឿងបែបឲ្យយើង verify ម្ដងទៀតទេអញ្ចឹងមានន័យថាវាចេញបែបនេះគឺ Gmail របស់យើងគឺឈ្មោះ Daline នេះគឺបាន add Gmail the DTT team នេះគឺជា Gmail សង្គ្រោះវាតែម្ដងអញ្ចឹងណាអញ្ចឹងមកវាចេញបែបនេះគឺមានន័យថា account របស់បងប្អូនទាំងអស់គ្នា Gmail របស់បងប្អូនទាំងអស់គ្នាគឺទទួលបានការ verify ពេញលេញហើយអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំចង់ឲ្យបងធ្វើវាពីដំណាក់កាលទី1ពីដំណាក់កាលទី2បើសិនជាអត់ជោគជ័យឬក៏ធ្វើទៅអត់បានអីអាចឆានមកខ្ញុំបានជាចុងក្រោយគឺខ្ញុំសូម subscriber ពីបងម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ